តែទៀតគឺយើងធ្វើការកាត់ជាមួយនឹងបន្ទះកាងក្រោយនេះរបស់ Defender នៅក្រោយខ្ញុំនេះបងប្អូនអរគ្នាក្រុម Head Poly ខ្ញុំនឹងជម្រាបជូនបងប្អូននៅតាមក្រោយតែក៏លេខទៅមើលឆ្នាំចាស់របស់ Defender មួយគ្រឿងទៀតដែរតែក្រុមការងារយើងកំពុងតែរៀបចំកែជាមួយនឹងចន្ទាក្រោយបងប្អូនអរគ្នាបាទហើយ Defender សេរីចាស់នេះគឺយើងកែចន្ទាក្រោយមិនមែនទៅតែមួយគ្រឿងទេអញ្ចឹងឥឡូវគឺកំពុងតែរៀបចំកាត់ធ្វើតម្លើងទៅមួយនឹងឡាននឹងផ្ទាល់អូខេចូលមកដល់ Defender ខាងឆ្វេងដៃខ្ញុំនេះវិញម្ដងឆ្នាំខ្ពស់ដែរបងប្អូនអរគ្នាបាទអញ្ចឹងគឺយើងធ្វើការរៀបចំកាត់បាទនេះជាមួយនឹងកាងក្រោយស៊ីនសនំរបស់រថយន្តនេះតែម្ដងហើយនេះគឺជាតម្រង់ដែកសដោងខាងក្រោយបងប្អូនណាបើសិនជាឡានបងប្អូនអត់ទាន់មានដែកសដោងទេគឺយើងនឹងធ្វើរៀបចំដែកសដោងនេះបងប្អូនត្រូវការអូលម៉កដឹកម៉ូតូឬក៏សដោងផ្សេងៗជាងអាចប្រើប្រាស់ជាមួយនឹងដែកសដោងដែលយើងបានរៀបចំការឆ្នៃនេះបានឡាន Defender នេះគឺឥឡូវយើងបានធ្វើរៀបចំរួចរាល់ហើយនៅតែយើងឆ្កៀលឲ្យតម្រូវជាមួយនឹងប្លោះស៊កសម្រាប់ដែកសដោងនេះនោះទេហើយក៏យើងបានតជាមួយនឹងខ្សែសម្រាប់យើងអូសលម៉កបំភ្លឺផ្លូវហើយចំពោះលម៉ករបស់គាត់ហ្នឹងក៏យើងបានធ្វើការរៀបចំនៅក្នុងក្រាស់ផងដែរលម៉ករបស់គាត់គឺធ្វើនៅខាងក្រោយហើយក៏បានធ្វើជាប្រភេទដឹកម៉ូតូបាន3គ្រឿងបងប្អូនអរគ្នាបាទអញ្ចឹងទាំងលម៉កទាំងដៃសដោងនេះគឺដៃសដោងហើយមុនហើយលម៉កអត់ទាន់ហើយនៅក្នុងសប្តាហ៍នេះទេបងប្អូនអរគ្នាបាទអញ្ចឹងសម្រាប់បងប្អូនដែលចង់ធ្វើជាមួយដៃសដោងនេះបើសិនជាយើងមានស្រាប់យើងចាប់យកតែម្ដងទៅហើយបើសិនជាអត់មានស្រាប់ទេយើងអាចធ្វើជាលក្ខណៈកែច្នៃប៉ុន្តែសូមជ្រើសរើសទីតាំងណាដែលគេមានការទំនួលខុសត្រូវខ្ពស់ជាមួយនឹងការងារដៃសដោង